ពុកម៉ែបងប្អូនណាខ្លះឧស្សាហ៍មានការជួបជុំគ្នាហើយមិនដឹងថាត្រូវធ្វើម្ហូបអីដើម្បីហូបជុំគ្នាឲ្យវាមានរសជាតិឆ្ងាញ់តោះខ្ញុំនឹងចែករំលែកពីរបៀបឆាក្តៅមាន់ធ្វើយ៉ាងម៉េចឲ្យមានរសជាតិឆ្ងាញ់ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹង page សំណាង TV បាទថ្ងៃនេះមកចែករំលែកពុកម៉ែបងប្អូនពីរបៀបឆាក្តៅមាន់តោះមកមើលគ្រឿងផ្សំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមាន់មួយក្បាលបាទហើយគ្រឿងផ្សំបាទសម្រាប់ឆាក្តៅមានគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងខ្ទឹមសទេសណ្ដែកដីហើយនិងម្រះព្រៅគ្រឿងផ្សំវាងាយពុកម៉ែបងប្អូនបាទហើយជាដំបូងគឺខ្ញុំចាក់ជាមួយនឹងប្រេងឆាហើយខ្ញុំចាក់គល់ស្លឹកគ្រៃរំដេងខ្ទឹមសហើយនឹងម្ទេសបាទមានដូចជាល្មៀតមានអីហ្នឹងបាទយើងដាក់ផ្សំគ្នាបន្តិចបន្តិចណាហើយយើងចាក់ឆាវាឈ្ងុយបន្តិចពុកម៉ែបងប្អូនបាទហើយយើងលីងគ្រឿងទាំងអស់ហ្នឹងឲ្យវារៀងឈ្ងុយហើយខ្ញុំបន្ថែមជាមួយនឹងប្រេងម្ទេសហើយនេះជាផលិតផលជាតិរបស់យើងពុកម៉ែបងប្អូនបាទយើងចាក់វាប្រហែលជាមួយស្លាបព្រាបាយទៅពុកម៉ែបងប្អូនបាទដាក់ដើម្បីយកពណ៌ផងដើម្បីយកក្លិនឈ្ងុយពីប្រេងម្ទេសផងបន្ទាប់មកគឺខ្ញុំចាក់ជាមួយនឹងសណ្ដែកដីបាទខ្ញុំធ្វើរបៀបនេះដើម្បីឲ្យសណ្ដែកដីរបស់យើងវាឈ្ងុយហើយវាស្រួយល្អអញ្ចឹងណាពុកម៉ែបងប្អូនបាទបន្ទាប់ពីឃើញគ្រឿងរបស់យើងវាល្មមដែលយើងអាចដួសទុកវាមួយលើហើយខ្ញុំក៏ចាក់ជាមួយនឹងសាច់មាន់ដែលយើងបានចិញ្ច្រាំវាមិញហ្នឹងបាទពុកម៉ែបងប្អូនកាប់វាជាដុំតូចធំអីតាមចំណង់ចំណូលចិត្តទៅខ្ញុំធ្វើរបៀបនេះដើម្បីរំងាស់សាច់មាន់របស់យើងហ្នឹងឲ្យវាដាច់ទឹកព្រៃពុកម៉ែបងប្អូនបាទហើយឥឡូវឃើញថាទឹកព្រៃរបស់វាឃើញថាវាចេញមកច្រើនណាពុកម៉ែបងប្អូនបាទហើយយើងមើលជាក់ស្ដែងទៅឃើញថាទឹកព្រៃវារៀងស្ងួតបន្តិចហើយអញ្ចឹងយើងក៏ដាក់ជាមួយនឹងគ្រឿងទេសខ្ញុំបន្ថែមជាមួយនឹងប្រេងខ្យងបាទប្រេងខ្យងខ្ញុំប្រើមួយស្លាបព្រាបាយហើយម្សៅស៊ុបខ្នុរកន្លះស្លាបព្រាបាយខ្ញុំបន្ថែមជាមួយនឹងប៊ីចេងកន្លះស្លាបព្រាបាយដូចគ្នាបន្ទាប់មកជាមួយនឹងស្ករត្នោតបាទយើងមានស្ករត្នោតស្ករត្នោតទៅវាល្អសម្រាប់សុខភាពអញ្ចឹងណាពុកម៉ែបងប្អូនបាទខ្ញុំដាក់ស្ករត្នោតប្រហែលជាកន្លះស្លាបព្រាបាយបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងគ្រឿងឆ្នាំងដីបាទដែលយើងចំណាំទៅហៅថាសាតេហ្នឹងបាទយើងបន្ថែមអាហ្នឹងប្រហែលជាមួយស្លាបព្រាបាយទៀតទៅដើម្បីឲ្យវាមានក្លិនឈ្ងុយបន្ទាប់មកខ្ញុំលួចជាមួយនឹងទឹកដោះគោខាប់ពុកម៉ែបងប្អូនឃើញទេចំណុចកន្លែងនេះហើយដែលពុកម៉ែបងប្អូនទៅញ៉ាំនៅតាមហាងមួយចំនួនដឹងថាឆ្ងាញ់ហើយមិនដឹងថាគេដាក់គ្រឿងអីគេខ្លះហើយដល់ពេលមកដល់ផ្ទះចាប់មាន់លណែងមួយទៅធ្វើដូចគេដែរស្រាប់តែអត់ឆ្ងាញ់ដូចគេក្លិនក៏អត់ឈ្ងុយដូចគេអញ្ចឹងពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយសង្ឃឹមថាអាចចេះធ្វើឆាក្តៅមាន់ឲ្យមានរសជាតិឆ្ងាញ់ដូចនៅក្នុងហាងអញ្ចឹងឃើញគ្រឿងផ្សំទាំងអស់នឹងវាចូលជាតិគ្នាជាមួយនឹងសាច់មាន់ហើយខ្ញុំចាក់ជាមួយនឹងគ្រឿងដែលយើងបានឆាមួយនឹងចូលបន្ទាប់មកយើងចាក់ជាមួយនឹងម្រះព្រៅហើយនឹងម្ទេសចូលទៅហើយយើងកូរត្រឡប់វាមកត្រឡប់ពីទៅហើយបិទហ្គាសទៅពុកម៉ែបងប្អូនបាទយើងអាចនៅបន្តបើកភ្លើងឬក៏បើកហ្គាសបន្តទៀតទេបាទព្រោះថាម្រះព្រៅតែកាលណាវាឆ្អិនពេកក៏វាអត់សូវឈ្ងុយក៏វាអត់សូវឆ្ងាញ់អញ្ចឹងណាអញ្ចឹងពេលដែលដាក់ម្រះព្រៅចូលទៅគឺយើងបិទភ្លើងបានហើយពុកម៉ែបងប្អូនបាទឥឡូវឃើញថារួចរាល់ហើយខ្ញុំចាប់ដើមដួសដាក់ចានហើយពុកម៉ែបងប្អូនឃើញទេពណ៌វាគឺថាទំនងណាពុកម៉ែបងប្អូនបាទហើយរសជាតិរបស់វាក៏អែមដែរបាទអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេពីរបៀបឆាក្តៅមាន់ធ្វើម៉េចឲ្យវាមានរសជាតិឆ្ងាញ់ដូចនៅក្នុងហាងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលចូលចិត្តហើយទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទហើយបើយល់ថាវីដេអូនេះមានប្រយោជន៍បាទជួយ share ចែកម្លែកមួយផងបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ